ចិនបង្ហាញដ្រូនប៉ុនមូសដែលត្រូវបានផលិតឡើងសម្រាប់បេសកកម្មសម្ងាត់ផ្នែកយោធាយោធាចិនបានបង្ហាញយន្តហោះដ្រូនខ្នាតថ្មីតូចមួយដែលមានទំហំប៉ុនមូសដែលវាត្រូវបានរចនាឡើងសម្រាប់បេសកកម្មសម្ងាត់ផ្នែកយោធាការអភិវឌ្ឍនេះបានបង្ហាញឲ្យឃើញពីការបោះជំហានដ៏សំខាន់មួយក្នុងបច្ចេកវិទ្យាទំហំតូចរបស់ចិនដ្រូននេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិរបស់ចិនក្នុងខេត្តហូណានយោងតាមរបាយការណ៍នានាដ្រូននេះមានប្រវែងប្រហែល 1.3 ទៅ 2 សង់ទីម៉ែត្រនិងមានទម្ងន់តិចជាង 0.3 ក្រាមវាត្រូវបានរចនាឡើងដោយមានស្លាបរាងដូចស្លឹកឈើតួខ្លួនតូចស្ដើងនិងជើងស្ដើងប៉ិនដូចសរសៃសក់ដែលធ្វើត្រាប់តាមរូបរាងមូសនិងរបៀបហោះហើររបស់សត្វល្អិតពិតប្រាកដទំហំដ៏តូចរបស់វាបានធ្វើឲ្យរ៉ាដាពិបាកក្នុងការចាប់បានហើយអនុញ្ញាតឲ្យវាដំណើរការនៅក្នុងបរិស្ថានដែលមានកម្រិតដែលដ្រូនធំៗមិនអាចទៅរួចវាក៏ត្រូវបានរចនាឡើងឲ្យហោះហើរដោយស្ងៀមស្ងាត់ផងដែរចំណុចពិសេសរបស់ដ្រូននេះគឺវាត្រូវបានបំពាក់ដោយកាមេរ៉ានិងមីក្រូហ្វូនតូចបំផុតដើម្បីថតរូបភាពសំឡេងនិងសញ្ញាអេឡិចត្រូនិកគោលបំណងចម្បងរបស់វាគឺការឆ្លុបការព័ត៌មាននិងបេសកកម្មពិសេសនៅសមរភូមិជាពិសេសនៅតំបន់ដែលពិបាកសម្រាប់ដ្រូនធំៗចូលទៅដល់ដូចជាបរិវេណក្នុងផ្ទះឬកន្លែងដែលមានសុវត្ថិភាពខ្ពស់ការអភិវឌ្ឍនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីសក្តានុពលរបស់វាសម្រាប់ការស៊ើបការសម្ងាត់លួចលាក់ការតាមដានបុគ្គលការស្ដាប់ការសន្ទនាឯកជនឬសូម្បីតែការជ្រៀតចូលទៅក្នុងកន្លែងរដ្ឋាភិបាលឬទីភ្នាក់ងារស៊ើបការសម្ងាត់ដែលមានសុវត្ថិភាពអ្នកជំនាញក៏បានព្រមានផងដែរថាឧបករណ៍បែបនេះអាចត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនដើម្បីលួចលេខសម្ងាត់ឬទិន្នន័យរសើបទោះបីជាមានសមត្ថភាពខ្ពស់ក៏ដោយក៏ទំហំមីក្រូរបស់ដ្រូននេះទំនងជាកំណត់អាយុថ្មនិងសមត្ថភាពផ្ទុកបន្ទុករបស់វាបើប្រៀបធៀបទៅនឹងប្រព័ន្ធឆ្លុបការដែលមានទំហំធំជាងសរុបមកដ្រូនទំហំប៉ុនមូសនេះតំណាងឲ្យការរីកចម្រើនដ៏សំខាន់មួយក្នុងបច្ចេកវិទ្យាសង្គ្រាមខ្នាតតូចដោយផ្ដល់នូវការលាក់បាំងនិងការចូលទៅដល់មិនធ្លាប់មានពីមុនមកសម្រាប់ការប្រមូលព័ត៌មានស៊ើបការសម្ងាត់ខណៈដែលក៏បានបង្កើនការព្រួយបារម្ភផ្នែកសីលធម៌និងសន្តិសុខយ៉ាងខ្លាំងផងដែរ